នៅទីស្តីការគណៈរដ្ឋមន្ត្រីអាដាមទេសរដ្ឋមន្ត្រីអៀងម៉ាលីប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដបានអញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដលើកទី2ឆ្នាំ2025កិច្ចប្រជុំនេះធ្វើឡើងដើម្បីពិនិត្យមើលរួមគ្នានៅវឌ្ឍនភាពសមិទ្ធផលនិងប្រសិទ្ធភាពក្នុងការប្រយុទ្ធនឹងជំងឺអេដសម្រាប់រយៈពេល6ខែចុងឆ្នាំ2025និងធ្វើការប្រមូលពិភាក្សាលើធាតុចូលរួមជាមួយនឹងអនុសាសន៍ពីសមាជិកាដែលអញ្ជើញចូលរួមដែលរួមមានអាដាមលោកជំទាវលោកស្រីជាប្រធានគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដក្រសួងស្ថាប័នរាជធានីខេត្តនិងក្រុមការងារប្រយុទ្ធនឹងជំងឺអេដក្រសួងស្ថាប័នព្រមទាំងប្រធានលេខាធិការដ្ឋានប្រយុទ្ធនឹងជំងឺអេដរាជធានីខេត្តអង្គការជាតិអន្តរជាតិនិងអង្គការសង្គមស៊ីវិលសរុប180នាក់អាដាមទេសរដ្ឋមន្ត្រីបានថ្លែងអំណរគុណនិងបានវាយតម្លៃខ្ពស់ចំពោះក្រសួងស្ថាប័នពាក់ព័ន្ធទាំងអស់ដែលបានខិតខំប្រឹងប្រែងនិងសហការប្រកបដោយផ្លែផ្កាជាមួយអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដក្នុងការជំរុញនិងចូលរួមអនុវត្តគោលនយោបាយជាតិបញ្ចប់អេដនិងជារិភាពកម្មវិធីអេដសម្រាប់ឆ្នាំ2023-2028របស់រាជរដ្ឋាភិបាលកម្ពុជារួមជាមួយនឹងលិខិតលេខ213សជនចុចសសចុះថ្ងៃទី21ខែកុម្ភៈឆ្នាំ2019របស់ទីស្តីការគណៈរដ្ឋមន្ត្រីអាដាមទេសរដ្ឋមន្ត្រីបានបញ្ជាក់ថាផែនការយុទ្ធសាស្ត្រជាតិទូលំទូលាយនិងពហុវិស័យឆ្លើយតបនឹងមេរោគអេដនិងជំងឺអេដលើកទី6ឆ្នាំ2024-2028គឺជាមគ្គុទ្ទេសក៍តម្រង់ផ្លូវសម្រាប់អនុវត្តគោលនយោបាយជាតិបញ្ចប់អេដនិងជារិភាពកម្មវិធីអេដសម្រាប់ឆ្នាំ2023-2028របស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការបដិញ្ញាចិត្តបញ្ចប់ជំងឺអេដជាការគម្រាមកំហែងដល់សុខភាពសាធារណៈឆ្ពោះទៅសម្រេចបាននូវការគ្របដណ្ដប់សុខភាពជាសកលដោយបានកំណត់ក្នុងផែនទីបង្ហាញផ្លូវឆ្ពោះទៅការគ្របដណ្ដប់សុខភាពជាសកលនៅកម្ពុជាឆ្នាំ2024-2035ដែលប្រកាសឲ្យអនុវត្តជាផ្លូវការក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាកាលពីថ្ងៃទី23ខែឧសភាឆ្នាំ2024អាដាមទេសរដ្ឋមន្ត្រីបានលើកឡើងបន្ថែមថាក្នុងរយៈពេល6ខែកន្លងទៅនេះសកម្មភាពរបស់យើងបានផ្ដោតលើចីរភាពរចនាសម្ព័ន្ធនិងវិមជ្ឈការក្នុងនោះយើងកំពុងបញ្ចប់ផែនទីបង្ហាញផ្លូវចីរភាពនិងការសិក្សាចំណាយសម្រាប់ការឆ្លើយតបដែលដឹកនាំដោយសហគមន៍ដើម្បីធានាបាននូវហិរញ្ញវត្ថុប្រកបដោយចីរភាពក្រសួងសុខាភិបាលកំពុងបង្កើតនិយាមប្រតិបត្តិសម្រាប់ការចុះកិច្ចសន្យាសង្គមនិងផែនការអន្តរកាលនិងចីរភាពឆ្លើយតបនឹងជំងឺអេដជំងឺរបេងរួមគ្នាអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដបានរៀបចំនៅនិយាមប្រតិបត្តិស្តីពីការធ្វើវិមជ្ឈការក្នុងការជំរុញការឆ្លើយតបនឹងមេរោគអេដនិងជំងឺអេដនៅថ្នាក់ក្រោមជាតិខេត្តស្រុកនិងឃុំសង្កាត់ដោយពន្លឿនការផ្ដល់ការឆ្លើយតបនឹងមេរោគអេដនៅមូលដ្ឋានឃុំសង្កាត់ចំនួន224បានដាក់បញ្ចូលការឆ្លើយតបនឹងជំងឺអេដទៅក្នុងផែនការឃុំសង្កាត់របស់ខ្លួនដោយបានប្រមូលថវិកាប្រមាណ$587,000អាមេរិកសម្រាប់រយៈពេល6ខែខាងមុខអាដាមទេសរដ្ឋមន្ត្រីបានបញ្ជាក់ថានៅថ្នាក់ជាតិយើងនឹងបញ្ចប់និងអនុវត្តយន្តការជាយុទ្ធសាស្ត្រសំខាន់រួមមានបញ្ចប់ការពិនិត្យឡើងវិញនៅផែនទីបង្ហាញផ្លូវប្រកបដោយចីរភាពដើម្បីកំណត់អត្តសញ្ញាណច្បាស់លាស់និងដោះស្រាយគម្លាតបញ្ចប់ការសិក្សាការចំណាយដែលគាំទ្រដោយអង្គការ UNAIDS ស្ដីពីការផ្ដល់ហិរញ្ញប្បទានប្រកបដោយសុវត្ថិភាពក្នុងការឆ្លើយតបរបស់សហគមន៍ដើម្បីបញ្ចូលសេវាកម្មទាំងនេះទៅក្នុងកញ្ចប់មេរោគអេដស្នូលបង្កើតយន្តការសេវាកម្មបន្តដោយបញ្ចប់ការរៀបចំនិយាមប្រតិបត្តិសម្រាប់កិច្ចសន្យាសង្គមនិងផែនការអន្តរកាលជំងឺអេដជំងឺរបេងរួមគ្នាដាក់បញ្ចូលមេរោគអេដទៅក្នុងយុទ្ធសាស្ត្រសុខាភិបាលដោយធានាឲ្យស្របទៅនឹងផែនការយុទ្ធសាស្ត្រសុខាភិបាលលើកទី4ឆ្នាំ2025-2034ដែលទើបអនុម័តថ្មីចំណែកឯនៅថ្នាក់ក្រោមជាតិអត្ថភាពស្នូលផ្ដោតលើប្រតិបត្តិការយុទ្ធសាស្ត្រវិមជ្ឈការថ្មីរួមមានដាក់ចេញនៅនិយាមប្រតិបត្តិស្ដីពីការធ្វើវិមជ្ឈការក្នុងការជំរុញការឆ្លើយតបនឹងមេរោគអេដនិងជំងឺអេដនៅថ្នាក់ក្រោមជាតិខេត្តស្រុកនិងឃុំសង្កាត់ពង្រឹងគណនេយ្យភាពសង្គមដោយបន្តដាក់បញ្ចូលក្របខ័ណ្ឌគណនេយ្យភាពសង្គមទៅក្នុងអភិបាលកិច្ចមូលដ្ឋានបង្កើនសមាហរណកម្មថវិកាមូលដ្ឋានដោយផ្ដោតលើការរួមបញ្ចូលគ្នាប្រកបដោយជោគជ័យនៃការឆ្លើយតបនឹងជំងឺអេដទៅក្នុងផែនការវិនិយោគឃុំសង្កាត់នៅក្នុងតំបន់ដែលនៅសេសសល់